ជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍ជាថ្មីម្ដងទៀតនេះគឺជាម៉ោងទី9នៃវគ្គទី3ការពង្រឹងផ្នែកសង្គមភាពនិងអារម្មណ៍របស់កុមារនៅពេលដែលកុមារនិយាយអំពីអ្វីមួយដែលបានកើតឡើងនៅសាលាមត្តេយ្យមានពេលខ្លះដែលពិបាកយល់ពីព្រោះតែពួកគេនិយាយមិនមានលំដាប់លំដោយមែនដែរឬទេសមត្ថភាពនៅក្នុងការនិយាយពីព្រឹត្តិការណ៍តាមលំដាប់លំដោយនោះគឺជាចំណុចសំខាន់នៃការគិតសមហេតុសមផលនៅថ្ងៃនេះយើងនឹងចាប់ផ្ដើមការបណ្ដុះបណ្ដាលការនិយាយសាច់រឿងជាលំដាប់លំដោយដើម្បីជួយឲ្យកុមាររៀបចំការគិតរបស់ពួកគេឲ្យមានរបៀបរៀបរយការនិយាយពីសាច់រឿងតាមលំដាប់លំដោយបាននោះមានន័យថាយល់ពីហេតុផលនិងលទ្ធផលនៃព្រឹត្តិការណ៍បានយ៉ាងល្អកុមារដែលទទួលបានការបណ្ដុះបណ្ដាលនេះបានយ៉ាងល្អនោះអាចនឹងយល់បានយ៉ាងត្រឹមត្រូវនៅខ្លឹមសារនៃអត្ថបទនៅពេលដែលអានវាហើយនឹងអាចវិភាគពីលក្ខណៈនៃលក្ខខណ្ឌលំហាត់គណិតវិទ្យាបានយ៉ាងសមហេតុសមផលផងដែរនេះគឺជាដំណើរការដែលពង្រឹងនៅកាយសម្បទានៃមូលដ្ឋានសម្រាប់ការសិក្សាសូមបង្រៀនកូនរបស់លោកអ្នកនៅពាក្យដែលបង្ហាញពីលំដាប់លំដោយដូចជាពាក្យដំបូងបន្ទាប់មកជាចុងក្រោយជាដើមវាជារឿងដ៏សំខាន់ជាខ្លាំងសម្រាប់ឪពុកម្ដាយដែលធ្វើជាគំរូដោយនិយាយថាដំបូងម៉ាក់នឹងលាងបន្លែបន្ទាប់មកម៉ាក់នឹងហាន់វាដោយកាំបិតមុនពេលចូលគេងសូមរៀបចំពេញមួយថ្ងៃជាមួយកូនរបស់លោកអ្នកសូមជួយឲ្យកុមាររំលឹកដើម្បីឲ្យកុមារអាចចងចាំបានពីព្រឹត្តិការណ៍ប្រចាំថ្ងៃតាមលំដាប់លំដោយសួរសំណួរដូចជាតើកូនបានធ្វើអ្វីមុនគេបង្អស់នៅពេលដែលកូនបានភ្ញាក់ពីគេងនៅព្រឹកនេះឬតើកូនបានលេងជាមួយអ្នកណាបន្ទាប់ពីញ៉ាំអាហារថ្ងៃត្រង់ហើយសូមរៀបចំជាកាតរូបភាពដែលបង្ហាញពីដំណើរការដាំគ្រាប់ពូជស្រោចទឹកហើយនឹងផ្ការីកការដែលឲ្យកុមារដាក់កាតរូបភាពតាមលំដាប់លំដោយហើយពន្យល់ថាខ្ញុំបានដាំគ្រាប់ពូជហើយផ្ការីកគឺជាវិធីដ៏ល្អមួយដើម្បីជួយឲ្យពួកគេឲ្យដឹងពីមូលហេតុនិងលទ្ធផលដោយមើលឃើញនឹងភ្នែកបានពេលខ្លះសូមសាកសួរសំណួរថយក្រោយវិញទៅកាន់កុមារគឺជាការដែលសួរថាវ៉ាវនេះកូនបានសាងសង់ប៉មដ៏ស្រស់ស្អាតនេះរួចហើយមុនពេលដែលកូនសាងសង់វាតើកូនបានធ្វើអ្វីខ្លះមុននឹងតើកូនបានដាក់ប្លុកអ្វីខ្លះដើម្បីសាងសង់វាសមត្ថភាពវែកញែករបស់កុមារអាចមានការរីកចម្រើនបាននៅពេលដែលកុមារស្វែងរកពីមូលហេតុដោយផ្អែកលើលទ្ធផលនៅពេលដែលការនិយាយរបស់កូនលោកអ្នកកាន់តែវែងនោះសូមក្លាយជាឪពុកម្ដាយដែលជាប្រអប់រៀបចំនៅការនិយាយរបស់កុមារប្រសិនបើលោកអ្នកសង្ខេបវាដោយនិយាយដូចជាអូដូច្នេះពីដំបូងមិត្តរបស់កូនយកប្រដាប់ក្មេងលេងរបស់កូនមុននោះទៅធ្វើឲ្យកូនខឹងហើយយំមែនដែរឬអត់ការធ្វើបែបនេះកូនរបស់លោកអ្នកនឹងរៀនពីវិធីសាស្ត្ររៀបចំគំនិតរបស់ខ្លួនបានយ៉ាងល្អដោយមានលំដាប់លំដោយសូមផ្ដល់ឱកាសឲ្យកុមារក្លាយជាគ្រូបង្រៀនសូមសាកសួរថាតើកូនត្រូវតែធ្វើអ្វីមុនគេដើម្បីបង្កើតមនុស្សយន្តមួយនេះនៅពេលដែលកុមារដឹងថាបើភ្លេចលំដាប់លំដោយសូម្បីតែមួយជំហាននោះនឹងមិនធ្វើវាបានសម្រេចនោះទេដូច្នេះពួកគេនឹងរៀនពីភាពច្បាស់លាស់នៃលំដាប់លំដោយទៅតាមជំហាននីមួយៗសូមនិទានរឿងឲ្យកូនរបស់លោកអ្នកស្ដាប់អំពីរឿងកូនជ្រូកទាំង3ដែលគាត់ធ្លាប់ស្គាល់មកហើយនោះដោយរំលងខ្លះៗហើយបន្ទាប់មកចំណាយពេលបន្តិចដើម្បីចែករំលែកចំណុចដែលបានរំលងនោះកូនជ្រូកបានសាងសង់ផ្ទះរួចហើយប៉ុន្តែស្រាប់តែចចករត់គេចកុមារបដិសេធថាអត់ទេដំបូងឡើយផ្ទះរបស់បងជ្រូកទី1និងជ្រូកទី2បានដួលរលំដូច្នេះក៏រត់ទៅផ្ទះរបស់កូនជ្រូកទី3នៅពេលដែលកុមារបំពេញតាមលំដាប់លំដោយដែលនៅត្រង់ចំណុចដែលបានបាត់នោះទាំងការចងចាំនិងសមត្ថភាពកតវិជ្ជារបស់ពួកគេក៏បាននឹងរីកចម្រើនឡើងផងដែរថាមពលនៃការតម្រៀបនៃសាច់រឿងនឹងក្លាយជាថាមពលមួយដើម្បីមើលពិភពលោកនេះបានដោយសមហេតុសមផលសូមយកភាពអត់ធ្មត់ហើយនិយាយជាមួយកូនរបស់លោកអ្នកជារៀងរាល់ថ្ងៃមួយថ្ងៃបន្តិចនៅម៉ោងក្រោយយើងនឹងស្វែងយល់ជាមួយគ្នាម្ដងទៀតអំពីវិធីសាស្ត្រដែលបង្រៀនទៅកាន់កុមារពីពាក្យថ្មីៗដោយមានប្រសិទ្ធភាពអរគុណសម្រាប់ការទស្សនាវីដេអូមួយនេះប្រសិនបងប្អូនទាំងអស់គ្នាចូលចិត្តសូមកុំភ្លេចជួយចុច Like Subscribe និងចុចសញ្ញារូបកណ្ដឹងអរគុណជួបគ្នានៅវីដេអូក្រោយ